Thưaស្ដីបងប្អូនរួមជាតិជាទីគោរពនិងជាទីស្រឡាញ់បន្តតទៅនេះជាបទវិភាគដោយខ្ញុំបាទទេពនិមិត្តក្រមប្រធានបទប្រជាធិបតេយ្យសពនិមិត្តនៅកម្ពុជាប្រទេសដែលគេប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពិតប្រាកដដូចជាសហរដ្ឋអាមេរិកដែរនេះប្រជាពលរដ្ឋគេមានសិទ្ធិពេញលេញក្នុងការរស់នៅមានសិទ្ធិបោះឆ្នោតមានសិទ្ធិទទួលបាននូវព័ត៌មានគ្រប់ទីមជ្ឈដ្ឋានទាំងអស់និងមានសិទ្ធិរិះគន់រដ្ឋាភិបាលរបស់គេយ៉ាងទូលំទូលាយដោយមិនមានការភ័យខ្លាចអ្វីទាំងអស់សូមជ្រាបថាប្រជាជនដែលរស់នៅក្នុងសហរដ្ឋអាមេរិកទាំងមូលគឺមានចម្រុះជាតិសាសន៍ក៏ប៉ុន្តែហេតុអ្វីបានជាប្រជាពលរដ្ឋរស់នៅក្នុងសហរដ្ឋអាមេរិកចម្រុះជាតិសាសន៍នេះគេអាចរស់នៅជាមួយគ្នាបានដោយមិនមានការឈ្លោះប្រកែកទាស់ទែងគ្នានេះក៏ហេតុតែពីប្រទេសនេះគឺគេគោរពច្បាប់រដ្ឋធម្មនុញ្ញរបស់គេរីឯអ្នកដែលចូលមកតាំងទីលំនៅរស់នៅក្នុងសហរដ្ឋអាមេរិកទាំងអស់ត្រូវតែរស់នៅក្រោមសំណាញ់ច្បាប់នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះហើយគ្មាននរណាមួយអាចហ៊ានធ្វើរំលងអំពីច្បាប់របស់ប្រទេសនេះបានទេម្យ៉ាងវិញទៀតប្រជាពលរដ្ឋដែលរស់នៅក្នុងសហរដ្ឋអាមេរិកមានរបៀបរៀបរយត្រឹមត្រូវល្អណាស់មិនមានរញ៉េរញ៉ៃដូចជាប្រទេសដែលគ្មានលទ្ធិប្រជាធិបតេយ្យនៅឡើយមនុស្សគ្រប់រូបមានសិទ្ធិសេរីភាពស្មើគ្នាហើយគ្មានអ្នកណារំលោភលើសិទ្ធិអ្នកណានោះបានទេទោះបីជាអ្នកនោះមានជាមហាសេដ្ឋីឬមន្ត្រីរាជការធំប៉ុណ្ណាក៏ដោយក៏មិនអាចរំលោភមកលើសិទ្ធិសេរីភាពនៃជនស្លូតត្រង់តូចតាចបានដែរជាពិសេសប្រជាពលរដ្ឋនៃប្រទេសនេះគេគោរពច្បាប់ចរាចរណ៍ក៏ដូចជាគោរពសិទ្ធិមនុស្សត្រឹមត្រូវបានល្អណាស់ឧទាហរណ៍ជាសាមញ្ញមួយដោយខ្លីថានៅពេលគេបើកបររថយន្តតាមផ្លូវនានាដែលមានដាក់ផ្លាកសញ្ញាភ្លើងស្តុបឬក៏ផ្លាកសញ្ញាស្តុបនោះទោះបីជាផ្លូវនោះមិនមានចរាចរណ៍ច្រើនសន្ធឹកសន្ធាប់ឬក៏ប៉ូលីសយាមយ៉ាងណាក៏ដោយក៏គេត្រូវតែគោរពសញ្ញាទាំងនោះដោយមិនចាំបាច់មានប៉ូលីសបង្កប់បញ្ជានោះឡើយម្យ៉ាងវិញទៀតប្រជាពលរដ្ឋគេនេះមានរបៀបរៀបរយរស់នៅមានសិលធម៌និងសុជីវធម៌គ្រប់គ្នាហើយគេចេះជួយគ្នាទៅវិញទៅមកដោយមិនចាំបាច់ស្គាល់គ្នាច្បាស់លាស់នោះឡើយសូម្បីតែដើរទៅជួបគ្នានៅទីណាក៏ដោយអ្នកដែលមិនស្គាល់គ្នាសោះក៏គង់តែគេលើកដៃឬងក់ក្បាលឬក៏សួរគ្នាទៅវិញទៅមកដោយជាការគួរសមនោះដែរហើយឥឡូវនេះយើងនាំគ្នាធ្វើដំណើរទៅមើលលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាវិញម្ដងមើលថាតើរបបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពោរពេញទៅដោយអ្វីខ្លះមែនហើយបើយើងពិនិត្យឲ្យបានស៊ីជម្រៅទៅយើងនឹងឃើញច្បាស់ថាប្រទេសនេះពោរពេញទៅដោយកណាធិបតេយ្យគឺបកជាធំគឺបកជាអ្នកដឹកនាំបកជាអ្នកធ្វើអ្វីទាំងអស់មិនមែនប្រជាពលរដ្ឋជាធំនោះឡើយរីឯលទ្ធិប្រជាធិបតេយ្យគឺមានតែសម្បកក្រៅឬមានតែនៅលើបបោមាត់អ្នកដែលកាន់អំណាចតែប៉ុណ្ណោះនៅក្នុងសង្គមជាតិពោរពេញទៅដោយបកពួកនិយមសែនមហាពុករលួយដល់ឆ្អឹងស៊ីសំណោកសោកប៉ាន់ប្រើអំណាចផ្ដាច់ការយ៉ាងខុសព្រៃផ្សៃជាទីបំផុតចំណែកពួកមន្ត្រីអុកញ៉ាដែលមានស្រុកស្ដំមានលុយកាក់រាប់ពាន់លានដុល្លារមានវីឡាមានឡានរាប់ឡូមានដីស្រែចម្ការរាប់ពាន់ម៉ឺនហិកតាកាប់ឆ្ការឈើជីករ៉ែលក់រាល់ថ្ងៃពួកជនអន្តោប្រវេសន៍ចិនយួនហូរចូលយ៉ាងគំហុកមកបោះទីតាំងនៅយ៉ាងអនាធិបតេយ្យពេញបឹងស្ទឹងទន្លេ
មានការៈសាំងរងកសាលបន្លែបលើទឹកជ្រៀងរំសបាយសើចលែបខាយឲ្យខ្មែរដែលជាម្ចាស់ដីរាល់ថ្ងៃចំណែកព្រះមហាក្សត្រក៏ដូចជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតែងតែបានប្រកាសថាប្រទេសកម្ពុជាជាប្រទេសលទ្ធិប្រជាធិបតេយ្យមែនហើយប្រជាធិបតេយ្យប្រទេសកម្ពុជាខុសប្លែកអំពីប្រជាធិបតេយ្យប្រទេសដទៃប្រទេសនេះមានប្រជាធិបតេយ្យតែដីចំនួន2-300ម៉ែត្រនៅក្បែរវត្តភ្នំតែប៉ុណ្ណោះហើយប្រសិនបើប្រជាពលរដ្ឋណាចង់សម្ដែងមតិឬទុកកង្វល់អ្វីក៏សូមអញ្ជើញទៅសម្ដែងនៅលើទីលានប្រជាធិបតេយ្យដែលគេកំណត់នោះទៅហើយសម្ដែងប្រាប់ព្រះចេតិយវត្តភ្នំនោះឬក៏ដើមឈើនៅក្បែរនោះទៅបើហ៊ានដើរចេញពីទីនោះមុខជាត្រូវនឹងជំពាមកៅស៊ូឬដំបងឬក៏ត្រូវក្របកំភ្លើងស្លាប់ជាពំខានឡើយបើមិនដូច្នោះទេក៏ត្រូវតែចាប់ចងដាក់គុកដាក់ច្បាប់ជាពំខានជាស្ដែងគឺនៅថ្ងៃទី15-16 សីហាពេលដែលគណៈបកសង្គ្រោះជាតិនិងប្រជាពលរដ្ឋបានធ្វើមហាបាតកម្មទាមទាររកយុត្តិធម៌ពួកកងសមត្ថកិច្ចចម្រុះបានដាក់រនាំងបន្លាលួសបិទផ្លូវពាសពេញទីក្រុងភ្នំពេញធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរប្រកបមុខរបរនិងធ្វើដំណើរចេញចូលផ្ទះរបស់ខ្លួនបានបណ្ដាលឲ្យមានអំពើហិង្សាកើតឡើងរហូតដល់បាញ់សម្លាប់ប្រជាពលរដ្ឋស្លាប់និងរបួសជាច្រើនអ្នកមិនតែប៉ុណ្ណោះទេថែមទាំងចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារទាំងកំដរទៀតផងផុសតាងមួយទៀតដែលមិនអាចប្រកែកបានគឺនៅពេលដែលគណៈបកសង្គ្រោះជាតិនិងប្រជាពលរដ្ឋកំពុងធ្វើមហាបាតកម្មមានរដ្ឋលេខាធិការគណៈរដ្ឋមន្ត្រីលោកហ៊ុនសែនម្នាក់បានបន្លំខ្លួនធ្វើជាអ្នកកាសែតឬក៏អ្នកសារព័ត៌មានចូលទៅយកការនៅទីលានប្រជាធិបតេយ្យស្របពេលដែលសម្រេចប្រជាពលរដ្ឋស្រែកទាមទាររកយុត្តិធម៌ក៏ស្រាប់តែរដ្ឋលេខាធិការគណៈរដ្ឋមន្ត្រីរូបនោះប្រាប់ប្រជាពលរដ្ឋវិញថាបើមានលុយមានហើយយុត្តិធម៌បើគ្មានលុយគ្មានទេយុត្តិធម៌សម្ដីនេះសបញ្ជាក់យ៉ាងច្បាស់ថារដ្ឋាភិបាលលោកហ៊ុនសែនពិតជាមហាពុករលួយហើយស្អុយមែនគួរឲ្យអាណិតគណៈបកប្រជាជនណាស់មិនគួរមានរដ្ឋមន្ត្រីអន់ដូច្នេះទេគួរណាស់តែជ្រើសរើសមនុស្សដែលមានចំណេះដឹងជាងនេះមកធ្វើជារដ្ឋមន្ត្រីខ្លះទៅក្រែងអាចស្ដារមុខមាត់គេឈ្មោះបកបានឡើងវិញខ្លះហើយអ្វីដែលចម្លែកជាងនេះទៅទៀតនោះគឺនៅថ្ងៃទី23 24និង25 សីហាព្រះមហាក្សត្រខ្មែរនិងគណៈបកកាន់អំណាចបានបំពេញលើកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនិងធ្វើរដ្ឋប្រហារច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេសដោយបានកោះប្រជុំរដ្ឋសភាជាលើកដំបូងនិងបានតែងតាំងលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីហើយឈានទៅបង្កើតរដ្ឋាភិបាលថ្មីដោយឯកបកមិនតែប៉ុណ្ណោះទេថែមទាំងដាក់ពង្រាយកងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងច្រើនសន្ធឹកសន្ធាប់ដាក់រនាំងបន្លាលួសនៅតាមដងផ្លូវសាធារណៈពាសពេញទីក្រុងភ្នំពេញបង្កការលំបាកដល់ប្រជាពលរដ្ឋមិនអាចធ្វើដំណើរចេញចូលប្រកបមុខរបរទទួលទានបានហាក់ដូចមានសង្គ្រាមកើតឡើងនៅចំកណ្ដាលទីក្រុងដូចនេះដែរក្រោយពីបានប្រជុំរដ្ឋសភានិងបង្កើតរដ្ឋាភិបាលរួចហើយមកលោករដ្ឋមន្ត្រីសខេងដែលជាក្រសួងមហាផ្ទៃបានធ្វើពិធីចែកអំណោយនិងបានសរសើរដល់ពួកជនឃាតករដែលបានបាញ់សម្លាប់ខ្មែរកាលពីថ្ងៃទី15 សីហាកន្លងផុតទៅថ្មីនេះសូមបងប្អូនជ្រាបថាហេតុដែលដាក់
ពង្រាយកងទ័ពប្រដាប់អាវុធគ្រប់ប្រភេទដោយជាមានសង្គ្រាមកើតឡើងដូច្នេះនោះព្រោះតែបកកាន់អំណាចបានលួចបន្លំស្លឹកឆ្នោតរបស់គណៈបកសង្គ្រោះជាតិដែលប្រជាជនបានបោះឆ្នោតជូនគណៈបកនេះកាលពីថ្ងៃទី28កក្កដាកន្លងផុតទៅថ្មីនេះដូច្នេះពួកចៅទាំងនោះមានការភ័យខ្លាចប្រជាពលរដ្ឋមកធ្វើការទាមទាររកសัญลักษณ์ឆ្នោតពួកគាត់វិញទើបមានការរាយកងទ័ពប្រដាប់អាវុធគ្រប់ប្រភេទពាសពេញទីក្រុងដូច្នេះបន្ទាប់តទៅនេះសូមបងប្អូនរងចាំស្ដាប់ពាក្យសម្ដីពួកក្រុមចៅបន្តិចទៅមើលថាតើពួកក្រុមចៅគេបាននិយាយអ្វីខ្លះទៅកាន់ពួកកងទ័ពប្រដាប់អាវុធដែលជាឃាតករបាញ់សម្លាប់ខ្មែរកាលពីពេលថ្មីនេះឈ្លានទៅការនេះខ្ញុំសូមថ្លែងអំណរគុណដល់កងប្រដាប់អាវុធរបស់យើងជាពិសេសដល់មហាជនជាតិរបស់យើងដែលលោកតាំងខន្តីខ្ពស់ដើម្បីរក្សាសម្ដាប់ធ្នាប់រក្សាសន្តិភាពស្ថិរភាពនយោបាយដើម្បីយើងអភិវឌ្ឍតទៅទៀតដើម្បីឲ្យឆ្លើយតបនឹងសំណូមពររៀងៗខ្លួនពួកចៅគេអរគុណហើយអរគុណទៀតចំពោះឃាតករដែលជាខ្ញុំកញ្ជះពួកគេនេះជាសម្ដីសជាតិមួយយាតសពូជរបស់ក្រុមគណៈបកប្រជាជនគ្រាន់តែហាគេមើលឃើញដល់ក្រឡើត